cơ lụ bài sọc bay cái nứt qua clinic bao kì mà cả này thì cả là người Phnom Penh từ đôi chào thì chung chuyện chân mà nè từ bàn là cơ ba khăn pu thành chơi giả ca cho mối là cơ ba cả lại prum toàn này nó cả than là cơ ba thì chân Phnom Penh sẽ xíu khoát luôn bàn này và tọp pi thừa cam phep qua clinic mùi gần lấy một bài tụ đai giữa dược bạc nâng krương là ca rộp mà chỉ tập bạc đập mùi mớn pi pon buôn rồi hạ sắp là rồi qua hỏi một kịch luôn bàn pi ngày vậy à lấy cứ chập bàn này tam smart cách ở đằng đấyคือchào chương trình chân nắng mua chàng tiền váy phi proอายุ38ឆ្នាំតែមានមុខរបរលក់បាយគឺនៅស្នាក់នៅផ្ទះ33បុរីជីបម៉ុងឡែនពូចន្ទង់ស្ថិតនៅផ្លូវ113 ខេភូមិទំពាំងជ្រៃសង្កាត់កាកាបទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញហើយករណីហ្នឹងដែរបើតាមការឲ្យដឹងរបស់សមត្ថកិច្ចគឺកាលពីថ្ងៃទី4 ខែវិច្ឆិកា2025ហ្នឹងគឺគ្រូសាលរបស់ម្ចាស់ផ្ទះជនរងគ្រោះគឺគាត់បានទៅលេងនៅមណ្ឌលគិរីហើយគាត់សម្រាប់ក្នុងមួយយប់ដល់ពេលព្រឹកឡើងមកគាត់ត្រឡប់មកភ្នំពេញវិញគឺនៅថ្ងៃទី5ហើយពេលមកដល់ផ្ទះក៏ឃើញផ្ទះហ្នឹងត្រូវបានចោលចូលគាត់បើកចំហទ្វារហើយនឹងបើកគ្រឿងកាយរកទូដៃគ្រឿងអលង្ការគឺពេញនឹងអស់តែម្ដងហើយក្រោយពីឃើញអញ្ចឹងចាស់ផ្ទះបានទៅដាក់ពាក្យបណ្ដឹងតមកខាងនគរបាលគាត់បានចាស់ជាវរហូតបានខាត់ខ្លួនជនសង្ស័យហ្នឹងហើយគេការគាត់ហ្នឹងគឺយកបានលុយដុល្លារប្រហែលជា$45,000ជាពេជ្រ3វង់គឺជាទឹកប្រាក់គឺប្រហែលជា$11,500ខ្សែដៃពេជ្រ2ខ្សែគឺជាលុយវា$11,000ខ្សែដៃមាស2ខ្សែទម្ងន់1តលឹងគឺជាទឹកប្រាក់$5,500ខ្សែកមាស4ខ្សែទម្ងន់1តម្លឹងកន្លះគឺជាទឹកប្រាក់ចំនួន$8,250ហើយខ្សែកផ្លាទីន2ខ្សែទម្ងន់5អធិស្ឋាន4តម្លឹងហើយបើគិតជាទឹកប្រាក់ហ្នឹងប្រហែលជា$16,000ជាជៀនមាស1វង់ទម្ងន់ 5G គិតជាទឹកប្រាក់ចំនួន$2,300ជៀនផ្លាទីន3វង់ទម្ងន់ 8G គិតជាទឹកប្រាក់ប្រហែលជា$2,500ជៀនត្បូងទន្ទឹម1វង់គិតជាទឹកប្រាក់ប្រហែលជា$600ហើយកងដៃមាសមួយកងទម្ងន់8ហ៊ុនគិតជាទឹកប្រាក់$2,300ហើយកង្វល់ពេជ្រមួយគូគិតជាទឹកប្រាក់$5,500និងកងដៃផ្លាទីន2កងគិតជាទឹកប្រាក់ប្រហែលជា$2,000គឺសរុបជាទឹកលុយទៅគឺអស់ប្រហែលជា$12,450បាទហើយបន្ទាប់ពីកើតហេតុគឺកម្លាំងនគរបាលគឺបានធ្វើការចៅជឿទៅឈានដល់គាត់ជនជាតិចិនខាងលើហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថាខ្លួនពិតជាធ្វើកម្មភាពនឹងពិតមែនបាទដោយបានបំបីកញ្ចក់ទ្វារខាងក្រោយផ្ទះរបស់ជនរងគ្រោះហើយចូលលួចសម្ភារៈគ្រឿងអលង្ការទាំងនោះតែម្ដងបច្ចុប្បន្នហ្នឹងជនសង្ស័យគឺទៅបានសមត្ថកិច្ចបានកសាងសំណុំរឿងតាមតេធីបញ្ជូនទៅតុលាការហើយបាទ